សត្វផោមឆេះបងសត្វផោមឆេះនេះនៅតំបន់ខាងខ្ញុំខាងស្រុកបាត់ដំបងបងគេហៅថាសត្វផោមឆេះចឹងណាបងប្អូនតែសម្រាប់នៅបណ្ដាខេត្តផ្សេងៗមិនដឹងថាគេហៅប្រភេទសត្វអីទេបងប្អូនសត្វនេះជាទូទៅវារស់នៅបើតាមខ្ញុំសង្កេតតែខ្ញុំបានជួបប្រទេសច្រើននៅក្នុងប្រទេសថៃគឺនៅតាមដើមស្រុកខ្មែរយើងគេហៅថាដើមមានណានៅខ្មែរយើងហៅថាមានតែសម្រាប់ថៃគេហៅថាដើមលំៃគឺវាបើយើងប្រភេទទៅនៅស្រុកខ្មែរយើងកាត់ដើមមកវាអត់មានឈ្មោះប្រភេទលំៃទេវាដើមមានតែដើមឯងមកឯងតែនៅស្រុកថៃគេហៅថាលំៃវាដើមវាធំតែធំជាងផ្លែមានសាច់ច្រើនជាងផ្លែមានអីចឹងទៅណាបងប្អូននឹងសាច់តែការយកគិតឃើញរបស់បងប្អូនទេតែសម្រាប់ខ្ញុំគឺគិតថាចឹងដែរវាសាច់វាធំវាល្អជាងនៅជាងផ្លែមានសាច់ច្រើនដែរជាងផ្លែមានចឹងណាហើយបើខ្ញុំតាមស៊ូនៅក្នុងប្រទេសថៃទៅវាគេស្រុកគេហៅថាលំៃចឹងគេអត់មានផ្លែមានទេចឹងណាបងប្អូនហើយតើតោនឹងយើងចូលវិញគឺសត្វផោមឆេះនេះបងប្អូនវាជាប្រភេទសត្វស្លាបដូចទៅជាសត្វកពងសត្វបងប្អូនដែលនៅតាមជនបទអាចស្គាល់សត្វកពងបងប្អូនសត្វកពងសត្វអីដែលរស់នៅស៊ីតាមដើមឈើខ្មោចដើមឈើលួយអីហ្នឹងវាចូលចិត្តស៊ីនៅកពងតែសត្វផោមឆេះនេះគឺវាខុសពីសត្វកពងបងប្អូនវាមានស្នែកមានដូចជាសត្វកពងដែរវាទូជាងប៉ុន្តែខ្វះវាគឺវាដូចនៅក្នុងរូបភាពចឹងមិនវាបាញ់ភ្លើងវាបាញ់សត្វខ្ញុំហៅថាបាញ់ភ្លើងយើងមិនដែលឃើញវាពិតសត្វហ្នឹងកាលណាតែវាផោមកគឺវាបញ្ចេញទឹកចិត្តពុលវាមកគឺបើថាត្រូវដៃយើងគឺរលួយ 3-4 ថ្ងៃគឺស្នាមជាប់ហ្នឹងរយៈពេល 3-4 ថ្ងៃអីចឹងទៅបងប្អូនត្រូវគ្នាទៅអីសិតតែខ្វាក់បងប្អូនពេលខ្ញុំឡើងទៅបេះមាននៅក្នុងប្រទេសថៃម្ដងខ្ញុំប្រយ័ត្នណាបងប្អូនថាសត្វហ្នឹងវាសម្បូរហើយនៅតាមដើមមានមកដើមវិញវាស៊ីផ្លាក់មានហ្នឹងបងប្អូនវាស៊ីផ្លាក់មានហ្នឹងក៏ប៉ោះបងស៊ីអស់ដើមមកវាទៅគឺសម្បូរមែនទេហើយសត្វហ្នឹងក៏ពិបាកក្នុងការមើលការពារព្យាបាលដូចដែរបងប្អូនពិបាកការពារវាដោយសារតែវាប្រភេទសត្វដែលវាធន់ដែរបងប្អូនវាធំវាធន់ដែរបងប្អូនហើយជាពិសេសគឺនៅតាមដើមមានបងប្អូននៅមានដើមមានក្នុងស្រុកថៃសម្បូរទីផងតែតែមាននឹងវាជួបវាផោមដាក់ដៃដាក់ភ្នែកអីចឹងណាបងប្អូនភ្នែកយើងបាត់តន់បងប្អូនអាចនឹងខ្វាក់តែយើងដឹងថាភ្នែកដូចយើងវាល្វីដែរមិនងាយអាចនឹងចូលឲ្យទៅអីដែរបងប្អូននៅពេលនោះផោមបងប្អូនផ្លុំមកចំភ្នែកខ្ញុំបងប្អូនគឺរំពងភ្នែកនេះគឺលឿងទាំងអស់រយៈពេលហើយជា4ថ្ងៃទៅ5ថ្ងៃបាត់ក្តៅកាយមែនទែនអញ្ចឹងគឺសត្វផោមឆេះនេះគឺវាគ្រោះថ្នាក់យ៉ាងដែរបងប្អូនសត្វហ្នឹងអញ្ចឹងបងប្អូននេះជាសត្វមួយប្រភេទដែលប្រទេសកម្ពុជាយើងគឺកម្រមានណាស់ហើយបងប្អូនហើយវាមានធំក្លិនដូចថាពេលដល់ពេលដែលវាផោមវាចេញចិត្តពលវានឹងមកបងប្អូនគឺក្លិនវាគឺអាក្រក់ពិបាកនឹងអត្ថិបាយបាក់នឹងវាប្រមមែនទែនអញ្ចឹងសត្វនេះបងប្អូនមើលដូចក្នុងរូបភាពអញ្ចឹងនៅពេលដែលក្នុងវីដេអូនេះគេយកឈើទៅចាប់វាចុចវាទៅដើម្បីឲ្យវាចេញអត្ថជាតិពុលពីដែលវាផោមចេញពីគូវានឹងអទឹកអំអិលអទឹកដែលវាបាញ់ចេញពីគូវានឹងមកគឺបងប្អូនបើវាបាញ់ត្រូវសាច់មនុស្សយើងត្រង់ណាគឺវាជាប់រលាកកន្លែងហ្នឹងតែបងប្អូនអញ្ចឹងក្នុងវីដេអូនេះអត់មានអីទេមានតែប៉ុណ្្នឹងឯងបងប្អូនវាមិននិយាយទៅវាមិនមែនជាប្រភេទសត្វកាច់សាហាវណាស់ទេក៏ប៉ុន្តែវាមានជាសត្វដែលមួយគឺថាវាការពារនៅខ្លួនវានៅពេលដែលសត្វដទៃឬក៏មនុស្សយើងចង់ទៅចាប់វាអីហ្នឹងគឺវាតែថាការពារខ្លួនទៅវាបញ្ចេញជាតិពុលរបស់វាជាតិផ្សែងដ៏ខ្លាំងរបស់វាហ្នឹងធ្វើឲ្យមនុស្សយើងអាចមានការទឹកភ័យខ្លាំងដែរបងប្អូនដោយសារតែវាបាញ់មកក្តៅវាធ្វើឲ្យស្នាមសាច់របស់យើងជាប់នឹងឡើងពណ៌លឿងបងឡើងលឿងរហូតដល់ពេល3-4ថ្ងៃទៅវាបាត់ទៅវិញបងប្អូនហ្នឹងហើយនៅក្នុងវីដេអូនេះមានតែមានអីវិញកាយទៅបាយ